លោក James Francis Cameron អ្នកផលិតភាពយន្តជនជាតិកាណាដាលោក James Francis Cameron គឺជាកំពូលអ្នកដឹកនាំរឿងដ៏ល្បីមួយរូបនៅក្នុងវិស័យ Hollywood ហើយស្នាដៃរបស់លោកដល់ទៅ3រឿងឯណោះសុទ្ធតែអាចរកចំណូលបានលើសពី$2,000 លានដែលក្នុងនោះរួមមានរឿង Titanic នៅឆ្នាំ1997 រឿង Avatar ឆ្នាំ2009និង Avatar: The Way of Water ឆ្នាំ2022យើងនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ពីប្រវត្តិរបស់ផលិតករដ៏មានឥទ្ធិពលលោក James Cameron ឬឈ្មោះពេញរបស់លោកគឺ James Francis Cameron លោក James Cameron កើតនៅថ្ងៃទី16 ខែសីហាឆ្នាំ1954នៅប្រទេសកាណាដាបន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យលោក Cameron បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Fullerton ដែលជាមហាវិទ្យាល័យសហគមន៍ក្នុងឆ្នាំ1973ដើម្បីសិក្សាផ្នែករូបវិទ្យាពេលនោះលោក Cameron ធ្វើការងារជាអ្នកបើកបរឡានដឹកទំនិញនិងអ្នកមើលការខុសត្រូវនៅក្នុងវិទ្យាល័យក្នុងឆ្នាំ1977លោក Cameron បានលាឈប់ពីការងាររបស់លោកជាអ្នកបើកបរឡានដឹកទំនិញដើម្បីចូលក្នុងឧស្សាហកម្មភាពយន្តលោក Cameron បានចាប់ផ្ដើមប្រឡូកក្នុងអាជីពនេះជាលើកដំបូងហើយបានរៀនដឹកនាំសរសេរនិងផលិតភាពយន្តខ្លីដំបូងរបស់លោកដែលមានចំណងជើងថា Xenogenesis ឆ្នាំ1978ជាមួយមិត្តភ័ក្តិរបស់លោកអាជីពរបស់ James Cameron បានចាប់ផ្ដើមជាផ្លូវការនៅក្នុងឆ្នាំ1984នៅពេលដែលគាត់បានសរសេរនិងដឹកនាំរឿង The Terminator ក្នុងឆ្នាំ1984នៅក្នុងខ្សែភាពយន្តនេះផងដែរ James លេងជាមួយនឹងចំណងចំណុចចិត្តរបស់លោកសម្រាប់ការច្នៃប្រឌិតបែបវិទ្យាសាស្ត្រដោយការដាក់សាច់រឿងរបស់មនុស្សយន្តនិងការតស៊ូនាពេលអនាគតរវាងមនុស្សជាតិនិងម៉ាស៊ីននៅចំកណ្ដាលនៃរឿងភាពយន្តនេះគឺជាជោគជ័យផ្នែកពាណិជ្ជកម្មដ៏ធំមួយដែលជួយឲ្យលោកបញ្ចប់គម្រោងថ្មីមួយគឺរឿងភាគរបស់ Alien ឆ្នាំ1986នៅក្នុងឆ្នាំ1997លោកក៏បានសម្រេចផលិតរឿង Titanic ដែលចូលរួមសម្ដែងដោយលោក Leonardo DiCaprio និងអ្នកស្រី Kate Winslet ហើយការផលិតភាពយន្តនេះត្រូវចំណាយទុន$200 លាននៅពេលដែលវាត្រូវបានចេញផ្សាយនៅក្នុងរោងកុនខ្សែភាពយន្តនេះទទួលបានភាពជោគជ័យទូទាំងពិភពលោកនិងល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្ត្រភាពយន្តហើយក៏ទទួលបានពានរង្វាន់ Oscar ចំនួន14ពានទៀតផងនៅក្នុងឆ្នាំ2009លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើតរឿងប្រភេទបែប 3D ដែលមានចំណងជើងថា Avatar និងបានចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី18ខែធ្នូឆ្នាំ2009 Avatar បានបំបែកឯកតកម្ម Box Office ជាច្រើនក្នុងអំឡុងពេលដំណើរការល្ខោនដំបូងរបស់ខ្លួនរឿងនេះផងដែររកចំណូលបាន$749.7 លាននៅសហរដ្ឋអាមេរិកនិងកាណាដាជាង$2.74 លាននៅទូទាំងពិភពលោកក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅសហរដ្ឋអាមេរិកនិងកាណាដាលើសរឿងរបស់ Titanic ទៅទៀតវាជាខ្សែភាពយន្តដំបូងដែលរកចំណូលបានជាង$2,000 លានទូទាំងពិភពលោកនិងរឿង Avatar ត្រូវបានទទួលពានរង្វាន់ Academy ចំនួន9រួមទាំងរូបភាពល្អបំផុតនិងអ្នកដឹកនាំល្អបំផុតពេលនោះទទួលបានពានរង្វាន់រហូតដល់ទៅ3ផ្សេងគ្នាទិសដៅសិល្បៈល្អបំផុតភាពយន្តល្អបំផុតនិងបែបផែនមើលឃើញល្អបំផុតគិតត្រឹមឆ្នាំ2020រឿង Avatar និង Titanic ទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងចំណោមខ្សែភាពយន្តទាំង6ក្នុងប្រវត្តិសាស្ត្រដែលរកចំណូលបានជាង$2,000 លានទូទាំងពិភពលោកក្នុងឆ្នាំ2022លោកក៏បានផលិតរឿង The Avatar 2: The Way of Water មិនដូចខ្សែភាពយន្តដំបូងនោះទេដែលបានបង្ហាញពីឈុតឆាកនិងប្រភេទសត្វនៅលើដីដែលមានដើមកំណើតនៅ Pandora ដែលជាភពប្រឌិតដែលជាកន្លែងដែល Avatar កើតឡើងហើយវគ្គបន្ទាប់នេះគឺបង្ហាញពីជីវិតសត្វនៅក្រោមទឹកវិញម្ដង Avatar 2 មានចំណងជើងថា Avatar: The Way of Water គឺជារឿងភាគមួយក្នុងចំណោមរឿងភាគដែលរងចាំយូរបំផុតក្នុងសតវត្សទី21អ្នកដឹកនាំ Cameron ធ្លាប់បានសន្យាថានឹងបញ្ចេញរឿង Avatar ជាបន្តបន្ទាប់ក្រោយពីការចេញផ្សាយខ្សែភាពយន្តដំបូងប៉ុន្តែក្រោយមកបានប្រកាសរឿងភាគពីរផ្សេងទៀតទៅវិញដូច្នេះ Avatar បានជួបប្រទះការពន្យាពេលអស់ជាច្រើនឆ្នាំចុងក្រោយក៏បានចាក់បញ្ចាំងនៅក្នុងឆ្នាំ2022ក្រៅពីស្នាដៃនៃរឿងដែលទទួលបានចំណូលខ្ពស់និងភាពល្បីល្បាញខ្លាំងនៃរឿង Avatar, Titanic និង Avatar: The Way of Water លោកក៏មានស្នាដៃផលិតរឿងជាច្រើនផ្សេងៗទៀតផងដែរលោក Cameron គឺជាអ្នកដឹកនាំរឿងដែលមានជីវិតសម្បូរបែបនិងពោរពេញដោយការភ្ញាក់ផ្អើលនៅក្នុងអាជីពរបស់លោកហើយនៅក្នុងឆ្នាំ1976លោកបានរៀបការជាមួយ Sharon Williams ប៉ុន្តែរស់នៅជាមួយគ្នាមិនបានយូរប៉ុន្មានក៏បានបែកបាក់គ្នាវិញហើយក្រោយមកនៅឆ្នាំ1985លោកក៏បានរៀបការជាមួយផលិតករ Gale Anne Hurd ដែលលោកបានសរសេរ script សម្រាប់វគ្គទី3នៃ Alien ជាមួយគ្នាផងដែរខ្សែភាពយន្តនេះឈ្នះពានរង្វាន់ Saturn សម្រាប់ខ្សែភាពយន្តប្រឌិតវិទ្យាសាស្ត្រល្អបំផុតផងដែរ